ក្នុងអាណត្តិនេះខ្ញុំសូមទាញចំណាប់អារម្មណ៍តិចសម្ដេចមហាវធិបតីក៏ដូចជាសម្ដេចតេជោបាទបានឲ្យគោលការណ៍ខ្ញុំថាឥឡូវយើងបញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមជាតិយើងវាមកដល់ពេលហើយអញ្ចឹងខ្ញុំកំណត់យក6មុខសញ្ញាដើម្បីបញ្ចប់ទី1ចូលបញ្ជីដីប្រហើយចូលបញ្ជីនេះបានន័យថាយើងឲ្យសិទ្ធិស្របច្បាប់សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់បញ្ចលអទ្រព្យបាទក៏តែចូលបញ្ជីនេះក៏មានប្រយោជន៍មួយទៀតដែរចំនួនដីធ្លីឬមួយភាពមិនច្បាស់លាស់រវាងអ្នកជិតខាងបញ្ចប់បាទថ្ងៃនេះពីថ្ងៃ1ខែ11ឆ្នាំទៅមកដល់ថ្ងៃនេះគឺយើងវាស់ដីបន្ថែមបាន3លាន3សែនក្បាលដីបាទ3លាន3សែនអញ្ចឹងប្រហែលជានៅសល់1លានអីតិចតួចអីឬមួយក្រោម1លានទៀតចប់អញ្ចឹងស្រុកខ្មែរលើកទី1បាទលើកទី1ដែលការចុះបញ្ជីសាកល្បងម្ដងហើយម្ដងទៀតម្ដងទៀតហ្នឹងអត់ចប់តែសារនេះចប់ទី2ចំនួនដីធ្លីនៅក្រសួងដែនដីយើងពីច្រើនហ្មងហ្នឹងពីខ្ពស់20000គ្រឿងបាទឥឡូវនេះយើងដោះមកនៅក្រោម1000តាមរយៈគណៈកម្មការសុយដីនិងតាមរយៈអាជ្ញាធរដោះស្រាយវិវាទដីធ្លីបាទយើងអត់ម៉ោងនេះយើងអត់ចាំបាច់ទៅមានចំនួនដីធ្លីទេយើងបញ្ចប់បាទហើយអញ្ចឹងខ្ញុំអាចជម្រាបជូនថាភាពរសើបខាងនយោបាយនិងការប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់យើងនឹងគឺថយទី3សេវាទាំងសុយដីនិងសំណង់អញ្ចឹងតាមរយៈកិច្ចការដែលយើងបានធ្វើនេះគឺឆ្លើយតបទៅនឹងកិច្ចការទី3របស់ខ្ញុំហ្នឹងហើយទី1គឺសំដៅថាធ្វើម៉េចយើង digitalization of our ជីវិតរបស់យើងអញ្ចឹងខ្ញុំប្រើពាក្យថាសេវាគាប់ចិត្តបាទសេវាគាប់ចិត្តហ្នឹងបានន័យថាបងមិនតាន់ងើបចេញពីក្រែផងព្រលឹមឡើងអាចចុចទូរស័ព្ទបងពុនបងទឹកបងភ្លើងអីមកស្រឡាញ់ហ្មងបាទហើយបើចង់ថាងើបឡើងថាចង់លក់ផ្ទះហ្នឹងចុចលក់នៅហ្នឹងហ្មងទៅបាទទី4រឿងតាមបរិយយើងមាន99ករណី99គម្រោងដែលមានបញ្ហាឥឡូវនេះយើងដោះបានថា50ហើយគម្រោងបាទនៅសេសសល់ប្រហែលយើងនឹងព្យាយាមដោះទៀតបឹងទន្លេសាបនេះជាបញ្ហាក្តៅរបស់យើងទន្លេសាបទន្លេមេគង្គផ្ដល់លុយឲ្យយើង2000លានតាមរយៈត្រីការធ្វើដំណើរទាំងអស់នោះ2000លានអញ្ចឹងយើងត្រូវសម្រេចចិត្តដាច់ខាតមួយថារក្សាអាយុជីវិតបឹងទន្លេសាបអញ្ចឹងតំបន់2សម្រាប់ធ្វើស្រែតែប៉ុណ្្នឹងទៅបានហើយកុំធ្វើលើហ្នឹងតែកាលណាធ្វើលើហ្នឹងវាបាត់អាតំបន់3ដើម្បីព្រៃលិចទឹកតែបាត់ព្រៃលិចទឹកគឺអស់ត្រីហើយអត់យូរទេទឹកផុកហ្នឹងនឹងទៅជាមួយភក់បឹងទន្លេសាបហ្នឹងនឹងហូរតាមទឹកទៅអស់ហើយតែអស់ជីវជាតិងាប់ជាដីខ្សាច់ហើយក្នុងបាទអញ្ចឹងយើងត្រូវថ្នមបឹងទន្លេសាបព្រោះបាទអរិយធម៌ខ្មែរបើមិនមានបឹងទន្លេសាបទេមិនមានអរិយធម៌ខ្មែរទេមិនមានអង្គរទេបាទអញ្ចឹងឯងបឹងទន្លេសាបក៏យើងបានដោះស្រាយបញ្ចប់ដែរអង្គរដើម្បីបញ្ចប់រឿងរវាងអាជ្ញាធរអប្សរានិងប្រជាជននៅការលក្ខខណ្ឌនៃការប្រើប្រាស់ដីលក្ខខណ្ឌនៃការប្រើប្រាស់អគារសាងសង់អគារអញ្ចឹងស្រួលទេជាយុទ្ធសាស្ត្រដូរលក្ខខណ្ឌហ្នឹងទៅចប់រឿងបាទព្រោះលក្ខខណ្ឌនេះយើងអ្នកដាក់អញ្ចឹងដូរទៅចប់ហើយអញ្ចឹង6រឿងនេះគឺបានបង្កើតនៅបរិយាកាសគ្មានវិវាទសម្រាប់កម្ពុជាយើងធានាបាននៅសុវត្ថិភាពនយោបាយនិងសុវត្ថិភាពសន្តិសុខដែលខ្ញុំហៅថាសេដ្ឋកិច្ចដែលខ្ញុំហៅថាសន្តិសុខសេដ្ឋកិច្ចនិងសន្តិសុខនយោបាយពីរនេះជារឿងធំសម្រាប់ប្រទេសជាតិយើងសម្រាប់ប្រជាជាតិរបស់យើងអត់ត្រូវការរឿងណាដែលមកសៅមងជាមួយយើងទេ